ពិធីសែនចង់ដៃប្រពន្ធទី6ស្រាប់តែប្រពន្ធទី5បានបង្ហាញខ្លួនរករឿងដល់កន្លែងធ្វើឲ្យភ្ញៀវផ្អើលរត់ចេញពីរោងហេតុការណ៍ដ៏ហួសចិត្តមួយបានកើតឡើងក្នុងសង្កាត់បឹងជើងឯកខណ្ឌដង្កោរាជធានីភ្នំពេញដោយពិធីសែនព្រេនរៀបអាពាហ៍ពិពាហ៍មួយត្រូវបានរំខាននិងធ្វើឲ្យរត់ផ្អើលចេញពីរោងយោងតាមសេចក្តីរាយការណ៍បុរសជាកូនកំលោះឈ្មោះបារាំងអាយុ40ឆ្នាំកំពុងរៀបចំពិធីសែនចងដៃជាមួយប្រពន្ធទី6ស្រាប់តែប្រពន្ធទី5ឈ្មោះស្រីមីបានបង្ហាញខ្លួនរករឿងដល់កន្លែងទាំងដែលរឿងក្តីលែងលះនៅតុលាការមិនទាន់ដាច់ស្រេចនៅឡើយអ្នកនាងស្រីមីបានអះអាងថាការមកដល់ទីនេះមិនមែនដើម្បីទារប្តីវិញទេតែមកទារប្រាក់ចំនួន$1,500ដែលនាងបានចូលរួមសាងសង់ផ្ទះជួលពេលរស់រួមជាមួយគ្នារយៈពេល7ខែកន្លងមកយ៉ាងណាមិញខាងប្រុសព្រមសងត្រឹមតែ1លានរៀលប៉ុណ្ណោះទើបបណ្ដាលឲ្យមានការប្រកែកគ្នាពេញរោងការខណៈដែលកូនក្រមុំទី6អះអាងថាប្រុសធ្លាប់ប្រាប់ខ្លួនថាលែងលះប្រពន្ធមុនដាច់ស្រេចហើយបច្ចុប្បន្នអាជ្ញាធរកំពុងធ្វើការសម្របសម្រួលប៉ុន្តែភាគីទាំងពីរមិនទាន់ត្រូវរៅគ្នានៅឡើយទេ